សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីការគណនា resistance សមមូលនៃបង្គំអញ្ចឹងនៅក្នុងបង្គំ resistance សមមូលគឺយើងបែងចែកជា2ទី1គឺបង្គំជាខ្នែងហើយនិងបង្គំជាសេរីនៅក្នុងបង្គំដែលខ្ញុំសិក្សានេះគឺយើងមានបង្គំជាខ្នែងមុនអញ្ចឹងបង្គំជាខ្នែងឧបមាខ្ញុំមានរូបនេះបាទរូបនេះគឺវាមាន resistance ចំនួន3គឺ resistance R1 R2 R3 នេះផ្គុំជាខ្នែងនឹងគ្នាហើយចុងទាំងសងខាងនេះភ្ជាប់ដូចមកគោល A មកខាងនេះគោល B អញ្ចឹងដើម្បីរក resistance សមមូលនៃបង្គំជាខ្នែងនេះគឺយើងប្រើតាមរូបមន្តមួយគឺយើងបាន1លើ ARB ដែល ARB នេះគឺជា resistance សមមូលសរុបទាំងអស់នេះនៅពេលដែលគេផ្គុំទាំង3បញ្ចូលគ្នាអញ្ចឹងស្មើនឹង1លើ A1 បូក1លើ A2 បូក1លើ A3 នេះក្នុងករណីបង្គំដែលយើងមាននេះជាបង្គំជាខ្នែងបង្គំជាសេរីដូចឧបមាខ្ញុំមានរូបមួយនេះរូបនេះខ្ញុំមានបង្គំជាសេរីគឺ A1 A2 ហើយនិង A3 ដើម្បីរក resistance សមមូលរវាងគោលពី A ទៅដល់ B នេះគឺតម្លៃ resistance សមមូលខ្ញុំតាំងជា ARB គឺស្មើនឹង resistance នីមួយបូកបញ្ចូលគ្នា1បូក A2 បូក A3 បាទមានតែប៉ុណ្្នឹងទេបាទសូមអរគុណ